ថាគ្រូមានតំណាងនៃនិមិត្តរូបពីរដែលសំខាន់គឺមនុស្សល្អហើយមានសមត្ថភាពបាទបាទតាមពិតពាក្យថាគ្រូយើងអាចមាននយោបាយច្រើនទៅតាមការដែលកំណត់អាចនិយាយថាគ្រូគឺបង្ហាញពីអ្នកដែលចេះដឹងមានអាជីពជាអ្នកបង្រៀនមានន័យថាបើសិនជាយើងភាសាអង់គ្លេសមានន័យថាគ្រូគឺស្មើនឹង teacher គឺស្មើនឹង teach បូកនឹងគឺនិយាយមែនទែនគឺអ្នកបង្រៀនអញ្ចឹងអាចនិយាយបានថាគ្រូនឹងគឺជាអ្នកបង្រៀនមនុស្សស្អីជាគោលដៅឬក៏ជារឿងសំខាន់សម្រាប់នៅក្នុងវិស័យអប់រំឬក៏បង្រៀនមនុស្សដែលសំខាន់ហ្នឹងគឺទៅលើចំណេះដឹងនិងសីលធម៌អញ្ចឹងនៅពេលដែលមនុស្សមានចំណេះដឹងបូកនឹងមនុស្សដែលមានសីលធម៌អាចបង្រៀនអ្នកដទៃឲ្យមានចំណេះដឹងនិងសីលធម៌បានគេចាត់ទុកជាគ្រូមួយទៀតដែរអាចនិយាយបានថាគ្រូបើសិនជាយើងនិយាយនៃធម្មតានរណាក៏អាចក្លាយជាគ្រូដែរទោះបីជាគាត់មិនមែនមានសញ្ញាបត្រជាគ្រូតែក៏គេអាចហៅគាត់ជាគ្រូឬក៏លោកគ្រូឬក៏អ្នកគ្រូបានប្រសិនបើគាត់ជាមនុស្សពូកែហើយចេះអ្វីមួយដែលប្រកបអាចទៅបង្ហាត់បង្ហាញអ្នកដទៃបានអាចទៅបញ្យល់នាំអ្នកដទៃឲ្យចេះធ្វើអ្វីមួយបានក៏យើងអាចហៅគ្រូដែរជាពិសេសនៅពេលដែលយើងខាងសុខភាពខាងជំងឺថនតែមានអ្នកឯកទេសមួយដែលអាចជួយព្យាបាលជំងឺមនុស្សបានក៏គេអាចហៅថាគ្រូពេទ្យដែរអញ្ចឹងគ្រូផ្សេងទៀតក៏វាមានភាពអាចនិយាយថាគ្រូនឹងមានអត្ថន័យច្រើនតែសម្រាប់ខ្ញុំពេលដែលយើងសិក្សាស្រាវជ្រាវម្ដងថ្ងៃនេះអាចថាគ្រូមានតំណាងនៃនិមិត្តរូបពីរដែលសំខាន់គឺមនុស្សល្អហើយមានសមត្ថភាពបាទអញ្ចឹងនរណាក៏ដោយឲ្យតែជាមនុស្សល្អហើយមានសមត្ថភាពជួយបង្រៀនមនុស្សឬក៏អ្នកដទៃឲ្យក្លាយជាមនុស្សល្អជួយបង្រៀនអ្នកដទៃឲ្យក្លាយជាមនុស្សមានសមត្ថភាពខ្ញុំចាត់ទុកថាជាគ្រូអញ្ចឹងគ្រូគឺជាតំណាងនៃមនុស្សល្អហើយមានសមត្ថភាពហើយយើងជឿថាភាពជាអ្នកដឹកនាំក៏តាក់ទងនឹងពាក្យពីរម៉ាត់នេះសំខាន់ដែរអញ្ចឹងបានយើងលើកកម្មវិធីគ្រូនិងអ្នកដឹកនាំហ្នឹងពេលដែលយើងរកឃើញគ្រូថាជាគំរូគ្រូគឺជាមនុស្សពូកែចេះប្រកបគ្រូគឺជាអ្នកដែលអាចបង្រៀនអ្នកដទៃឲ្យមានចំណេះដឹងនិងសីលធម៌ជាពិសេសគ្រូគឺជាមនុស្សល្អហើយមានសមត្ថភាពហ្នឹងគ្រប់ពាក្យទាំងអស់ហ្នឹងគឺសុទ្ធតែអាចជួយមនុស្សឲ្យក្លាយជាអ្នកដឹកនាំបាន